ជំរាបសួរស្ដីអ្នកនរគ្នាលាកការទី3ហើយក្នុងថ្ងៃនេះសូម្បីតែអាក៏អាងដែរចឹងមានន័យថាថ្ងៃហ្នឹងយើង3គ្រឿងវីដេអូមួយថ្ងៃ3គ្រឿងហ្មងកុំឲ្យភ្ញៀវគាត់ចាំយូរតោះឥឡូវយើងមាន brand Omega អញ្ចឹងឥឡូវមកមើលទាំងអស់គ្នាថា Omega នេះគឺជាលីលីកា model មួយណាអូខេគាត់តែមើល box ក៏ដឹងថា premium ហ្មងណាសម្រាប់មួយ set នេះគឺមកជាមួយ full set ទៀតហើយមើលសំបីតែសភៅក៏ប្រាក់ដែរហើយគាត់ទៅឃើញ box ក៏ដឹងថា premium ដែរដែលអ្នកគ្នាឃើញហើយមើលទៅប្រណិតមែនតើសម្រាប់ box របស់យើង Omega Speedmaster Racing បើនិយាយទៅគឺជាលីលីកាមួយដែលយើងអាចកំណត់ល្បឿនហើយនឹងកំណត់ពេលវេលាបានមកគ្រឿងនេះគឺពិសេសត្រង់ថាឥឡូវហ្នឹងបង check នៅក្នុង website ឬក៏នៅតាមទីផ្សារគឺឡើងមានហើយគឺភ្ញៀវគាត់បានយកទៅរៀងយូរដែរហើយប៉ុន្តែយើងតែបានធ្វើជាវីដេអូជូនបងប្អូនទាំងអស់គ្នាអញ្ចឹងហើយមិនថា model មួយណាឯង Omega ឬក៏ model ផ្សេងគឺអាចកំងជាមួយនឹងខាង Kairos យើងបានឥឡូវក៏លេចមកមើលលីលីកាយើងវិញសម្រាប់លីលីការបស់យើងគឺមកជាមួយនឹង full set ដែរសម្រាប់មុខនេះគឺមុខ40 mmមុខរបស់លីលីកាមានពណ៌ខ្មៅមើលទៅស្អាតមែនតើបែបចេញមកប្រណិតហ្មងហើយនៅលើមុខក៏មានជាមួយនឹងរង្វង់3ដែលយើងអាចកំណត់ល្បឿនបាននៅលើមុខរង្វង់3ហ្នឹងគឺមានជាមួយនឹង pattern ដែលយើងហៅថា Close the Paris pattern ធ្វើឲ្យអ្នកដែលប្រើប្រាស់ជាមួយនឹងលីលីកាប្រណិតគឺមើលទៅគឺស្រួល recognize មែនតើគឺធ្វើឡើងពី stainless steel ហើយសម្រាប់ពណ៌មានលម្អិតតាក់ទងជាមួយនឹងតម្លៃឬក៏ detail ផ្សេងៗអាច contact មកខាង Kairos យើងបាន